អ្នកសូមនមស្ការនឹងចម្រើនពរហើយនេះគឺវីដេអូដែលធ្វើដំណើរពីខេត្តបាត់ដំបងឆ្លងទៅកាន់អូសោមស្រុកវាវិញខេត្តពោធិ៍សាត់ហើយធ្វើដំណើរហ្នឹងគឺយើងធ្វើដំណើរទៅពីម៉ោង1ទៅហើយធ្វើដំណើរទៅតាមស្រុកកោះក្លោឬក៏ស្រុកសំឡូតក៏បានដែរតែគាត់ថាស្រុកសំឡូតផ្លូវថ្នល់កស៊ូរហូតគឺជិះស្រួលជាងកោះក្លោគេនៅតន់ធ្វើផ្លូវរួចរាល់នៅឡើយតែអញ្ចឹងយ៉ាប់ប្រហែលជាង10គីឡូនៅតាមវាលចម្បាំងគឺនៅផ្លូវរៀងយ៉ាប់តិចតួចប្រហែលជាង10គីឡូទេហើយនេះគឺទិដ្ឋភាពតាមដងផ្លូវទៅខាងអូសោមគឺពោពេញទៅដោយធម្មជាតិបែបព្រៃភ្នំមានភ្នំហើយមានព្រៃឈើខៀវស្រស់បំប្រងដោយសារតែទៅតែភ្លេងរួចហើយជាភ្លេងពីព្រឹកដល់ពេលធ្វើដំណើរទៅហ្នឹងអត់មានភ្លៀងទេតែឃើញសើមដីសើមអីហ្នឹងប្រហែលជាភ្លេងពីព្រឹកចឹងទៅធ្វើធម្មជាតិនៅតាមដងផ្លូវហ្នឹងគឺស្រស់បំប្រងហើយធ្វើដំណើរនឹងផងដែរគឺទៅចូលរួមពិធីជូនសម្ភារៈមានជាអង្ករទឹកត្រីទឹកស៊ីអ៊ីវមីជាដើមហ្នឹងជូនទៅដល់ប្រជាពលរដ្ឋដែលនៅឯអូសោមចំនួន150គ្រួសារហើយនឹងក៏ចូលរួមពិធីបុណ្យអកអំបុកសម្ភារប្រខែដែលរៀបចំឡើងដោយលោកគ្រូញាណសារណោខឺបូដែលនិមន្តមកពីប្រទេសអូស្ត្រាលីហើយនឹងពុទ្ធបរិស័ទព្រមទៅដោយឯកឧត្តមលោកជំទាវដែលជាម្ចាស់រីសតឈ្មោះថា Golden Hill គឺបានធ្វើពិធីអកអំបុកសម្ភារប្រខែហើយនឹងមានសម្ភារៈជូនចំពោះប្រជាពលរដ្ឋនៅខាងអូសោមនឹងផងដែរហើយនេះគឺទៅដល់ពាក់កណ្ដាលផ្លូវក៏ឆ្លៀតថតរូបដោយសារតែឃើញភ្នំហ្នឹងគឺស្អាតគឺហៅថាភ្នំដាឡៃដែលមានពពករំពាត់ភ្នំហ្នឹងគឺស្អាតមែនទែនភ្នំដាឡៃនេះទៅតាមសាកសួរពីប្រជាពលរដ្ឋនៅទីហ្នឹងក៏ថាភ្នំហ្នឹងគេហៅថាភ្នំដាឡៃតែភ្នំដាឡៃហ្នឹងនៅជិតភ្នំទំពោអីណាជិះតិចតួចទៅដល់គ្នាហើយនេះគឺយើងសម្រាប់មួយយប់ពេលព្រឹកឡើងក៏ចាប់ផ្ដើមកម្មវិធីជូនសម្ភារៈមានជាអង្ករមានជាមីមានជាទឹកត្រីទឹកស៊ីអ៊ីវជូនទៅដល់ប្រជាពលរដ្ឋហើយនេះគឺទិដ្ឋភាពនៅក្នុង Golden Hill Resort ហ្នឹង Golden Hill Resort ដែលធ្វើពិធីនៅទីហ្នឹងគឺញោមឯកឧត្តមនិងលោកជំទាវហ្នឹងក៏គាត់ទទួលធ្វើពិធីហ្នឹងហើយនេះគឺទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋនៅខាងអូសោមទោះបីជាអត់បានគ្រប់គ្នាប៉ុន្តែក៏ជាចំណែកមួយក្នុងការជួយពួកគាត់ដែលពួកគាត់មានការខ្សត់ខ្សោយផ្នែកជីវភាពអញ្ចឹងជូនបានតិចតួចហើយញាតិញោមខ្លះក៏ជូនជាថវិកាហើយញាតិញោមខ្លះក៏មានជាសម្ភារៈដូចជាសម្ពត់អីជាដើមហ្នឹងក៏ជូនទៅតាមលទ្ធភាពហ្នឹងហើយនេះដល់វគ្គញោមចាស់រីសតគាត់ចុះជូនជាថវិកាជូនទៅដល់ប្រជាពលរដ្ឋនៅទីហ្នឹងគឺគាត់បានជូនជាថវិកាហើយនឹងចូលរួមជាអង្គខ្លះជូនជាចូលរួមជាមីខ្លះជាទឹកត្រីទឹកស៊ីអ៊ីវខ្លះជាមួយនឹងបងគ្រូញាណសារណោខឺបូផងដែរព្រមទៅដោយញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកពីប្រទេសអូស្ត្រាលីនៅខាងទីក្រុងស៊ីដនី
ខាងក្នុងមកយើងថតមកប៉ុសបាទជួយថតទុកយ៉ាងដូចសាវរីទៅលើមកលើក្រោយអីបានមកទៀតហើយប្រជាជនក្នុងអូសាមនេះខ្ញុំក៏សូមអរគុណយ៉ាងធំធេងដល់ព្រះអង្គនិងលោកអគ្គលោកជំទាវទាំងអស់សូមអរគុណនិងអរគុណហើយក៏សូមឲ្យបាននៅសេចក្តីសុខក្តីចម្រើននិងអាយុវែងឲ្យព្រះអង្គគ្រប់អង្គនិងអស់លោកក៏ជួបតែសេចក្តីសុខក្តីចម្រើនតរៀងទៅសាធុសាធុព្រះអង្គសូមអញ្ជើញនេះបន្តពីការជូនសម្ភារៈរួចក៏បានថតរូបជាអនុស្សាវរីយ៍ជាចុងក្រោយហើយនឹងជាចុងក្រោយនៃវីដេអូនេះគឺសូមប្រគិនបុណ្យនិងជូនបុណ្យលោកម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់សូមចូលរួមត្រេកអរចំណែកបុណ្យដែលបងគ្រូញាណសារណោគឺបោញោមអាយដាមជំទាវជាម្ចាស់រីសតនិងញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកពីទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីនិងលោកម្ចាស់ដែលនិមន្តចូលរួមនឹងក៏សូមជូនលោកម្ចាស់គ្រប់ព្រះអង្គអបកេនលោកម្ចាស់គ្រប់ព្រះអង្គជូនញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ហើយបានជាចំណែកបុណ្យចំណែកកុសលគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាហើយក៏សូមខន្តីអភ័យទោសក្នុងការពោលក្នុងវីដេអូនេះមានលើសលុបខ្វះខាតអីយ៉ាងណាសូមខន្តីអភ័យទោសសូមអនុមោទនាតែក្នុងថ្ងៃនេះក៏សូមអរគុណដល់ជាបុរាណដែលបានមកទទួលអំណោយដែលបានឲ្យក្រុមរបស់យើងខ្ញុំ